របៀបដាក់ទូរស័ព្ទដៃជាទម្រង់កុំព្យូទ័រនៅក្នុងទូរស័ព្ទ iPhone សម្រាប់បងប្អូនដែលចង់ដាក់ទូរស័ព្ទជាទម្រង់កុំព្យូទ័រដើម្បីយើងអាចធ្វើការ log in ចូលជាទម្រង់កុំព្យូទ័រដើម្បីប្រើប្រាស់សម្រាប់បងប្អូនអត់មានកុំព្យូទ័រឬក៏ពេលខ្លះបងប្អូនធ្វើដំណើរទៅទីជិតទីឆ្ងាយអីអត់បានយកកុំព្យូទ័រទៅប៉ុន្តែតម្រូវការប្រើប្រាស់ជាទម្រង់កុំព្យូទ័រនៅលើ website TikTok ឬក៏នៅក្នុង website Facebook អីផ្សេងៗបងប្អូនចង់ដាក់ជាទម្រង់កុំព្យូទ័របងប្អូនគ្រាន់តែចូល setting ទៅបាទហើយបងប្អូនអូសចុះមកក្រោមឲ្យអស់ឃើញពាក្យថា app បាទហើយយើងអូសរក app មួយឈ្មោះថា Safari បាទនេះ Safari នេះយើងចុចលើ Safari ហ្នឹងទៅបន្តទៀតបងប្អូនអូសចុះមកក្រោមបាទអូសមកឲ្យមានពាក្យថានេះ request desktop website អញ្ចឹងកន្លែងនេះគឺយើងចុចលើវាទៅហើយកន្លែងនេះបងប្អូនចុចឲ្យចេញបែបនេះមកឲ្យចេញ on បែបនេះមកអាហ្នឹងវានឹងទៅជាទម្រង់កុំព្យូទ័រហើយអញ្ចឹងឧទាហរណ៍ឥឡូវនេះខ្ញុំចង់ចូល Safari បាទនេះអញ្ចឹងខ្ញុំ log in account Facebook ខ្ញុំចូលទៅបាទនេះបន្ទាប់មកបងប្អូន log in មកចេញចេះមកជាទម្រង់កុំព្យូទ័រហើយបាទអញ្ចឹងចំពោះ App Manager បងប្អូនគ្រាន់តែបើក tab ថ្មីទៅហើយចូល App Manager ទៅនេះយើង search នៅក្នុងនេះ facebook.com/ADI Manager ទៅអានេះយើងចូលទៅ boot បាទយើងកុំចុច open អានេះអីអានេះចូលមក app ទេអញ្ចឹងអានេះចូលជាទម្រង់កុំព្យូទ័រគឺនៅក្នុងនេះតែម្ដងនេះបាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានខ្លីៗប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានចម្ងល់មានសំណួរអីអាចធ្វើការ comment សួរនៅខាងក្រោមវីដេអូនេះបាន